วิธีจุบรุนการรู้ในเปลปิภพโลกจูวิบัติในเปลปิภพโลกจูวิบัติมนุษย์ก็จับพดามปรงประหยัดแต่เลือกการจมนายอาชีวกรรมจับพดามบารมแนะลูจับพดามสัวถาแต่เพื่อโดยมาได้เติบอัตติจุนในแต่ติ้งบนใต้ประหายจีสำนัวได้ทำตรึมันเม้นถาแต่เพื่อโดยมาได้เอากิติงเตะสำนัวได้กู้แต่สู้คือแต่ยืงอาจดอลดำไหลเอาไว้ได้เพื่อเอาอัตติจุนในแต่เมียนหายพอในขนมกาติงปลูกในเปลลอยกะกันแต่เมียนดำไหลมนุษย์มันเมนชุบติ้งแต่อ้อหนุตีปุเก๋กรอนแต่จับดามเชื่อเรื่องกันแต่ปรงประหยัดแต่อ้อนี้เฮยได้จิมูลให้เนเป้ดับเมียนวิบัตินามุ้ยอาชีวกรรมคลาดแหละโจอย่างเหลือนขณะได้อาชีวกรรมคลาดก็เนื้อแต่อาจเรศาการลุบานหายคลาดติดแถมกันอาจรกเคยเนื้ออากาศทำไมพิบเขาคนี้มันแต่งจะสถัดเนเลือปลาตพอลเตะปันใต้สถัดเนเลือระเบียบได้ปุเก๋โยลปีอัตเตจุนนังระเบียบได้ปุเก๋กายสำรวจอาชีวกรรมระบอกล้วนไปตามสถานภิบดูชนะประสันบันแนะกำปงลุปลาตพอลเมียนหางมิตรอาชีวกรรมหรือធ្វើការផ្នែកទីផ្សារហើយកំពុងឃើញថាការលក់មានការថយចុះពេលនេះមិនមែនជាពេលដែលត្រូវភ័យរហូតដល់ឈប់គិតទេតែវាគឺជាពេលដែលត្រូវគិតឲ្យច្បាស់ជាងមុនដោយចំណុចទី1ដែលយើងត្រូវគិតនោះគឺកុំលក់ផលិតផលតែត្រូវលក់ដំណោះស្រាយនៅពេលដែលសេដ្ឋកិច្ចល្អមនុស្សអាចទិញរបស់ដែលខ្លួនចង់បានប៉ុន្តែនៅពេលស្ថានភាពមិនប្រកបប្រជាមនុស្សចាប់ផ្ដើមសួរខ្លួនឯងថាតើខ្ញុំពិតជាត្រូវការវាមែនទេដូច្នេះប្រសិនបើយើងនៅតែផ្សព្វផ្សាយដោយប្រាប់តែថាផលិតផលរបស់យើងស្អាតល្អទំនើបឬមានគុណភាពអាចមិនទាន់គ្រប់គ្រាន់នោះទេយើងត្រូវតែបង្ហាញថាផលិតផលនេះអាចជួយអ្វីដល់អតិថិជនជាឧទាហរណ៍ប្រសិនបើបងប្អូនលក់គ្រឿងម៉ាស៊ីនយើងមិនគួរនិយាយតែពីម៉ាស៊ីននឹងមានមុខងារប៉ុន្មានទេតែត្រូវបង្ហាញថាវាអាចជួយសន្សំពេលវេលាឬកាត់បន្ថយថ្លៃដើមយ៉ាងដូចម្តេចហើយប្រសិនជាបងប្អូនលក់អាហារយើងមិនត្រឹមតែប្រាប់គេថាឆ្ងាញ់នោះទេប៉ុន្តែអាចបង្ហាញថាវាសមសម្រាប់គ្រួសារសន្សំថវិកាឬងាយស្រួលសម្រាប់មនុស្សដែលមិនមានពេលចម្អិនពេលអតិថិជនមិនចង់ចំណាយលុយគេមិនត្រូវការហេតុផលដើម្បីចង់បានរបស់បន្ថែមទេគេត្រូវការហេតុផលដើម្បីជឿថាការចំណាយនេះមានប្រយោជន៍ចំណែកឯចំណុចទី2ដែលយើងត្រូវគិតគឺជាការផ្ដោតទៅលើអ្វីដែលអតិថិជនត្រូវការមិនមែនអ្វីដែលយើងចង់លក់ម្ចាស់អាជីវកម្មមួយចំនួនចំណាយពេលច្រើនគិតថាតើខ្ញុំចង់លក់អ្វីប៉ុន្តែអាជីវកម្មដែលយល់អំពីទីផ្សារត្រូវចាប់ផ្ដើមពីសំណួរថាតើអតិថិជនកំពុងត្រូវការអ្វីនៅពេលដែលស្ថានភាពសេដ្ឋកិច្ចផ្លាស់ប្ដូរតម្រូវការរបស់មនុស្សក៏អាចផ្លាស់ប្ដូរតាមដែរផលិតផលដែលធ្លាប់លក់ល្អអាចមិនមែនជាអ្វីដែលអតិថិជនផ្ដល់អត្ថប្រយោជន៍នៅថ្ងៃនេះទៀតទេដូច្នេះកុំចាំរហូតដល់ការលក់ធ្លាក់ខ្លាំងទើបចាប់ផ្ដើមសួរអតិថិជនសួរគេស្ដាប់គេមើលថាគេចំណាយទៅលើអ្វីនិងអ្វីដែលគេចាប់ផ្ដើមកាត់ចេញពេលខ្លះការរកឃើញផលិតផលដែលលក់បាននៅពេលមានវិបត្តិមិនចាំបាច់មានន័យថាត្រូវបង្កើតផលិតផលថ្មីទាំងស្រុងនោះទេវាអាចគ្រាន់តែជាការបដូររបៀបដាក់ផលិតផលនិងបង្ហាញតម្លៃរបស់វាចំណុចទី3គឺជាការបង្កើនតម្លៃមុននឹងប្រញាប់បញ្ចុះតម្លៃនៅពេលដែលការលក់មានការធ្លាក់ចុះអ្វីដែលអាជីវកម្មជាច្រើនគិតដល់មុនគេនោះគឺការបញ្ចុះតម្លៃប៉ុន្តែការបញ្ចុះតម្លៃគ្រប់ពេលមិនមែនជាដំណោះស្រាយល្អបំផុតនោះទេព្រោះវាអាចធ្វើឲ្យអតិថិជនចាប់ផ្ដើមរង់ចាំតែពេលដែលមាន promotion ហើយអាជីវកម្មក៏នឹងបាត់បង់ប្រាក់ចំណេញមុនពេលកាត់តម្លៃត្រូវសួរខ្លួនឯងថាតើយើងអាចបង្កើនតម្លៃអ្វីបានទៀតអាចបន្ថែមជាសេវាអាចបង្កើត package អាចបន្ថែមការធានាអាចធ្វើឲ្យការប្រើប្រាស់កាន់តែងាយឬអាចផ្ដល់អត្ថប្រយោជន៍ដែលអតិថិជនមិនទទួលបានពីគូប្រកួតមនុស្សមិនតែងតែស្វែងរករបស់ថោកបំផុតទេពួកគេស្វែងរកអ្វីដែលធ្វើឲ្យពួកគេមានអារម្មណ៍ថាលុយដែលខ្ញុំចំណាយគឺមានតម្លៃចំណុចទី4គឺជាការបង្កើតកញ្ចប់ដែលសមទៅនឹងថវិការបស់អតិថិជននៅពេលដែលសេដ្ឋកិច្ចមានវិបត្តិមិនមែនមានន័យថាមនុស្សគ្រប់គ្នាគ្មានលុយនោះទេ
មនុស្សជាច្រើននៅតែមានប្រាក់ចំណូលប៉ុន្តែពួកគេចង់ប្រុងប្រយ័ត្នជាងមុនដូច្នេះជំនួសឲ្យមានផលិតផលឬសេវាតែមួយកម្រិតអាជីវកម្មអាចពិចារណាបង្កើតជម្រើសផ្សេងៗមានជម្រើសសម្រាប់អ្នកដែលចង់ចំណាយតិចមានជម្រើសសម្រាប់អ្នកដែលត្រូវការអត្ថប្រយោជន៍បន្ថែមហើយមានជម្រើសសម្រាប់អ្នកដែលចង់បានគុណភាពខ្ពស់វាមិនមែនជាការបញ្ចុះតម្លៃដោយគ្មានគោលដៅទេវាគឺជាការយល់ថាអតិថិជនមិនមានសមត្ថភាពចំណាយដូចគ្នាហើយយើងកំពុងផ្ដល់ជម្រើសឲ្យពួកគេចំណុចទី5គឺចូលកុំភ្លេចអតិថិជនចាស់នៅពេលចង់បង្កើនការលក់មនុស្សភាគច្រើនគិតពីការរកអតិថិជនថ្មីប៉ុន្តែពេលទីផ្សារលំបាកអតិថិជនដែលធ្លាប់ទិញរបស់យើងអាចជាក្រុមដែលមានតម្លៃបំផុតពួកគេធ្លាប់ស្គាល់ផលិតផលធ្លាប់មានបទពិសោធន៍ជាមួយសេវាហើយមានកម្រិតជឿទុកចិត្តរួចហើយដូច្នេះកុំតាក់ទងពួកគេតែពេលចង់លក់ត្រូវរក្សាទំនាក់ទំនងសួរពីបទពិសោធន៍របស់ពួកគេប្រាប់ពីផលិតផលថ្មីឬផ្ដល់អត្ថប្រយោជន៍ដែលសមរម្យសម្រាប់អតិថិជនចាស់អាជីវកម្មដែលអាចធ្វើឲ្យអតិថិជនម្នាក់ត្រឡប់មកទិញម្ដងហើយម្ដងទៀតមិនចាំបាច់ចំណាយកម្លាំងដូចគ្នារាល់ពេលដើម្បីរកមនុស្សថ្មីនោះទេចំណុចទី6កុំឲ្យការផ្សព្វផ្សាយរបស់អ្នកបាត់សម្លេងពេលគូប្រកួតចាប់ផ្ដើមស្ងាត់នៅពេលមានវិបត្តិអាជីវកម្មជាច្រើនអាចកាត់បន្ថយការផ្សព្វផ្សាយដោយសារភ័យខ្លាចការចំណាយការកាត់បន្ថយចំណាយដែលមិនចាំបាច់វាគឺជារឿងល្អប៉ុន្តែការបាត់ខ្លួនពីទីផ្សារទាំងស្រុងអាចជាបញ្ហាមួយផ្សេងទៀតព្រោះអតិថិជនមិនបានឈប់រស់នៅទេគេនៅតែប្រើ Facebook YouTube TikTok និងបណ្ដាញសង្គមផ្សេងៗទៀតគេនៅតែស្វែងរកព័ត៌មានហើយក៏នៅតែមានតម្រូវការមួយចំនួនដូច្នេះមិនចាំបាច់ចំណាយថវិកាផ្សព្វផ្សាយដោយពេលទីផ្សារកំពុងរីកចម្រើនទេប៉ុន្តែត្រូវរក្សាវត្តមានបង្ហាញថាអាជីវកម្មរបស់យើងនៅទីនេះនៅតែធ្វើការនៅតែផ្ដល់តម្លៃនិងនៅតែយល់អំពីតម្រូវការរបស់អតិថិជនចំណុចទី7គឺជាការលក់ដោយបង្កើតការទុកចិត្តមិនមែនបង្កើតការភ័យខ្លាចនៅពេលដែលពិភពលោកកំពុងជួបវិបត្តិមនុស្សងាយភ័យជាងធម្មតាហើយវាអាចធ្វើឲ្យអ្នកលក់ខ្លះព្យាយាមប្រើការភ័យខ្លាចរបស់មនុស្សដើម្បីជំរុញការទិញប៉ុន្តែការលក់ដែលរឹងមាំមិនមែនជាការធ្វើឲ្យអតិថិជនភ័យទេវាគឺជាការធ្វើឲ្យអតិថិជនមានទំនុកចិត្តនិយាយការពិតបង្ហាញតម្លៃពិតកុំសន្យាអ្វីដែលផលិតផលមិនអាចធ្វើបានកុំប្រើពាក្យបំភ្លើសដើម្បីឲ្យគេទិញមួយដងព្រោះអាជីវកម្មដែលគិតវែងមិនចង់បានតែការលក់ថ្ងៃនេះទេវាចង់បានអតិថិជនដែលត្រឡប់មកវិញនៅថ្ងៃស្អែកនៅពេលដែលមនុស្សមានការព្រួយបារម្ភពួកគេត្រូវការអ្នកលក់ដែលធ្វើឲ្យពួកគេមានអារម្មណ៍ថាខ្ញុំអាចទុកចិត្តអ្នកបានរីឯចំណុចទី8គឺជាការលក់ដែលធ្វើឲ្យការទិញកាន់តែងាយស្រួលពេលខ្លះអតិថិជនមិនបានបដិសេធទៅលើផលិតផលទេគ្រាន់តែដំណើរការទិញមានភាពស្មុគស្មាញពេកតម្លៃមិនច្បាស់ត្រូវសួរច្រើនដងការឆ្លើយតបយឺតការទូទាត់មិនងាយស្រួលការដឹកជញ្ជូនមិនច្បាស់លាស់ឬអតិថិជនមិនដឹងថាត្រូវចាប់ផ្ដើមពីណានៅពេលដែលមនុស្សកំពុងគិតយូរមុនចំណាយលុយរាល់ឧបសគ្គតូចមួយក៏អាចធ្វើឲ្យពួកគេបោះបង់ដែរដូច្នេះការជំរុញការលក់មិនមែនតែងតែត្រូវការផ្សព្វផ្សាយខ្លាំងជាងមុនទេពេលខ្លះវាត្រូវការតែការធ្វើឲ្យដំណើរការទិញកាន់តែងាយស្រួលប៉ុណ្ណោះចំណែកឯចំណុចទី9គឺឈប់ស្មានហើយចាប់ផ្ដើមមើលទិន្នន័យពេលអាជីវកម្មលំបាកយើងមិនគួរធ្វើសេចក្តីសម្រេចចិត្តដោយអារម្មណ៍តែមួយទេមើលថាផលិតផលណាដែលនៅតែលក់បានអតិថិជនប្រភេទណាដែលនៅតែទិញតើពួកគេទិញដោយសារអ្វីការផ្សព្វផ្សាយណាដែលនាំមនុស្សមកពិតប្រាកដហើយការចំណាយណាដែលមិនបានផ្ដល់លទ្ធផលវិបត្តិធ្វើឲ្យប្រាក់កាន់តែមានតម្លៃដូច្នេះរាល់ប្រាក់ដែលយើងចំណាយគួរតែត្រូវបានពិនិត្យឲ្យបានល្អជាងមុនកុំសួរតែថាតើយើងលក់បានប៉ុន្មានតែត្រូវសួរផងដែរថាតើយើងចំណាយប៉ុន្មានដើម្បីទទួលបានការលក់នោះព្រោះការលក់កើនឡើងមិនមានន័យថាអាជីវកម្មកំពុងប្រសើរឡើងទេប្រសិនបើប្រាក់ចំណេញកាន់តែតិចនិងចំណុចទី10គឺកុំគិតតែពីការរស់រានមានជីវិត
ត្រូវរៀបចំខ្លួនសម្រាប់ពេលទីផ្សារងើបឡើងវិញនេះប្រហែលជាចំណុចដែលសំខាន់បំផុតពេលសេដ្ឋកិច្ចពិភពលោកកំពុងជួបវិបត្តិអាជីវកម្មភាគច្រើនគិតថាធ្វើម៉េចកុំឲ្យអាជីវកម្មយើងបិទប៉ុន្តែអ្នកដែលគិតវែងជាងនេះនឹងសួរថាតើខ្ញុំអាចប្រើពេលនេះដើម្បីត្រៀមខ្លួនសម្រាប់ថ្ងៃដែលទីផ្សារល្អឡើងវិញយ៉ាងដូចម្តេចពេលដែលទីផ្សារធ្លាក់អាចជាពេលកែលម្អផលិតផលកែលម្អសេវាកម្មបណ្ដុះបណ្ដាលបុគ្គលិករៀបចំប្រព័ន្ធលក់សិក្សាអតិថិជនបង្កើតមាតិកាកែលម្អម៉ាកនិងបង្កើតទំនាក់ទំនងជាមួយនឹងអតិថិជននៅពេលដែលទីផ្សាររីកចម្រើនមនុស្សគ្រប់គ្នាអាចមើលឃើញឱកាសប៉ុន្តែនៅពេលដែលទីផ្សារលំបាកមនុស្សមួយចំនួនមើលឃើញតែបញ្ហាអ្នកដែលមើលឃើញទាំងបញ្ហានិងឱកាសនឹងមានអត្ថប្រយោជន៍នៅពេលស្ថានភាពផ្លាស់ប្ដូរព្រោះវិបត្តិមិនស្ថិតស្ថេរជារៀងរហូតទេទីផ្សារមានពេលឡើងនិងមានពេលចុះអ្វីដែលសំខាន់គឺតើអាជីវកម្មរបស់យើងបានរៀនអ្វីខ្លះនៅក្នុងអំឡុងពេលនោះហើយនៅទីបំផុតការជំរុញការលក់នៅពេលមានវិបត្តិមិនមែនជាការបង្ខំមនុស្សឲ្យចំណាយលុយដែលគេមិនចង់ចំណាយទេវាគឺជាការធ្វើឲ្យអតិថិជនយល់ថាទោះបីស្ថានភាពលំបាកក៏ដោយក៏ការទិញផលិតផលឬសេវាកម្មរបស់យើងនៅតែមានតម្លៃសម្រាប់ពួកគេដូច្នេះកុំចាប់ផ្ដើមពីការបញ្ចូលតម្លៃចាប់ផ្ដើមពីការយល់អតិថិជនកុំចាប់ផ្ដើមពីការផ្សាយថាទិញឥឡូវនេះតែចាប់ផ្ដើមពីការបង្ហាញថាហេតុអ្វីបានជាអ្នកគួរទិញកុំផ្ដោតទៅលើការលក់តែមួយលើកតែគិតពីទំនាក់ទំនងរយៈពេលវែងព្រោះនៅពេលពិភពលោកជួបវិបត្តិអតិថិជនមិនបានបាត់ទៅណាទេពួកគេគ្រាន់តែមានភាពប្រុងប្រយ័ត្នជាងមុនហើយនៅក្នុងទីផ្សារដែលមនុស្សគ្រប់គ្នាកំពុងប្រយ័ត្នអ្នកដែលអាចផ្ដល់តម្លៃការជឿទុកចិត្តនិងដំណោះស្រាយពិតប្រាកដនឹងមានឱកាសឈ្នះអាជីវកម្មល្អមិនមែនជាអាជីវកម្មដែលលក់បានតែពេលសេដ្ឋកិច្ចល្អទេអាជីវកម្មល្អគឺអាជីវកម្មដែលអាចយល់ពីអតិថិជនទោះបីពេលពិភពលោកកំពុងតែមិនប្រកបប្រជាក៏ដោយចា៎ជាចុងក្រោយអត្ថបទនេះមិនមែនជារូបមន្តដែលធានាថាអាជីវកម្មនឹងលក់បានច្រើនភ្លាមៗនោះទេវាគ្រាន់តែជាគំនិតមួយដែលខ្ញុំចង់ចែករំលែកក្នុងពេលដែលពិភពលោកកំពុងជួបការផ្លាស់ប្ដូរនិងភាពមិនប្រកបប្រជាពេលទីផ្សារល្អយើងអាចលក់ដោយងាយប៉ុន្តែពេលទីផ្សារលំបាកវាបង្ខំឲ្យយើងសួរខ្លួនឯងថាតើអតិថិជនពិតជាត្រូវការអ្វីហើយតើយើងអាចផ្ដល់តម្លៃអ្វីឲ្យពួកគេបានប្រហែលជានេះហើយគឺជាពេលដែលអាជីវកម្មត្រូវរៀនឲ្យបានច្រើនជាងការលក់សម្រាប់ខ្ញុំអាជីវកម្មដែលអាចឈរបាននៅក្នុងពេលលំបាកមិនមែនជាអាជីវកម្មដែលមានផលិតផលល្អបំផុតតែមួយមុខទេប៉ុន្តែជាអាជីវកម្មដែលយល់ពីមនុស្សនិងចេះផ្លាស់ប្ដូរទៅតាមស្ថានភាពចា៎អរគុណសម្រាប់ការទស្សនានិងស្ដាប់រហូតដល់ចប់សង្ឃឹមថាគំនិតទាំងនេះអាចផ្ដល់ជាមុំមួយសម្រាប់អ្នកដែលកំពុងធ្វើអាជីវកម្មឬក៏កំពុងប្រឈមនឹងការលំបាកនៅក្នុងការលក់នៅពេលនេះហើយបើមានកំហុសឆ្គងអ្វីសូមខន្តីអភ័យទោសផងជួបគ្នានៅវីដេអូក្រោយជម្រាបលា